អ្នកនរគ្នាពេលរៀនគួរគឺសំខាន់មែនទែនពួកអីគាត់តែងតែប្រហើបបន្តិចគាត់ស្មានអានេះឲ្យយើងបន្តិចស្មាននោះឲ្យតិចចេះតែគាត់ណូតចំណាំទៅណាចិត្តប្រឡងទី12ហ្នឹងជាពេលមួយដែលយើងគួរតែរក្សាសុខភាពយើងឲ្យល្អទាំងម៉ាក់ប៉ាដែលឪពុកម្ដាយដែលបានមើលវីដេអូ podcast នេះសូមលើកទឹកចិត្តដល់កូនបន្តិចផងព្រោះម្លងពេលនេះគឺកូនដែលប្រឡងទី12នេះគឺចង់បានកម្លាំងចិត្តពីអ្នកដែលខ្លួនស្រឡាញ់ខ្លាំងមែនទែនអញ្ចឹងម៉ាក់កុំគិតថាវាអត់សំខាន់ណាគឺវាសំខាន់ដល់កូនខ្លាំងមែនទែនគាត់តែស្ដាប់ការលើកទឹកចិត្តគាត់តែមួយម៉ាត់ណាពួកគាត់អាចទៅធ្វើបានហើយមិនថាអ្នកគ្នារៀនទី12ឬក៏អ្នកសកលអីក៏ដោយឥឡូវភាគច្រើនគឺ skip ពេលព្រឹកហ្មងអត់សូវញ៉ាំអីពេលព្រឹកទេស្អីអ្នកនរគ្នាស្វាគមន៍មកកាន់សំឡេងនិស្សិតថ្ងៃនេះអេពីសូតនេះយើងនឹងមកនិយាយពីវិធានបទតើពេលម្លង2ខែមុនប្រឡងបាក់ឌុបអ្វីដែលយើងចាំបាច់ធ្វើហ្នឹងគឺអីគេសួស្ដីអ្នកនរគ្នាអ្នកខ្លះក៏ធ្លាប់ឃើញខ្ញុំនៅលើ TikTok ដែរខ្ញុំកញ្ញា Brand Yourself នេះជា account TikTok របស់ខ្ញុំក៏ជាអតីតសិស្សនិទេស B ដែរខាងវិទ្យាសាស្ត្រហើយខ្ញុំឈ្មោះសៀវធីងអ្នកនរគ្នាអាចឃើញខ្ញុំនៅក្នុង TikTok ឬក៏ YouTube អីចឹងហើយខ្ញុំគឺជាសិស្សអតីតសិស្សនិទេស D នៅក្នុងវិទ្យាសាស្ត្រសង្គមអ្នកនរគ្នាអ្នកណាគេដែលអត់តន់ត្រៀមខ្លួនហើយឬក៏គិតថាវាយឺតពេលហើយ2ខែហ្នឹងអ្នកនរគ្នាអាចឈប់ឲ្យស្ដាប់ podcast នេះបានឬក៏វីដេអូនេះបានដោយសារមានអ្នកខ្លះ comment ក្នុងវីដេអូខ្ញុំថាមួយអាទិត្យអ្នកខ្លះគេមើលមេរៀនមួយអាទិត្យអ្នកខ្លះគេមើលមេរៀនមួយខែអញ្ចឹងទៅហើយសួរថាបានលទ្ធផលមិនចាស់គេជាប់ហ្នឹងហើយចឹងប្រហែលជាគេមាន tip អីសំខាន់ហើយពួកខ្ញុំថ្ងៃនេះនឹងមកចែករំលែកពី tip ដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើបានក្នុងអំឡុងពេល2ខែនេះតើអ្វីដែលចាំបាច់ត្រូវធ្វើអញ្ចឹងគាត់ប្រហែលជាមាន tip ច្រើនដើម្បីចែកទៅដល់អ្នកទាំងអស់គ្នាដោយសារគាត់ជាសិស្សបកែអញ្ចឹងpodcast ហ្នឹងខ្ញុំចង់ធ្វើយូរហើយដោយសារឃើញអ្នកដែលបាក់ទឹកចិត្តអីច្រើនដែលពួកអ្នកខ្លះអត់សូវបានរៀនពីដើមឆ្នាំទេអញ្ចឹងពេលចុងឆ្នាំអញ្ចឹងគាត់ប្រផាសប្រផាយមែនទែនអញ្ចឹងខ្ញុំចង់ធ្វើ podcast នេះដើម្បីគាត់ចែករំលែកពីបទពិសោធន៍របស់គាត់ tip របស់គាត់ថាគាត់ធ្វើមិនយើងគួរតែរៀនឬធ្វើវិញ្ញាសាអីគេនៅសល់ពេលតែ2ខែខ្លីអញ្ចឹងសម្រាប់តែ2ខែខ្លីអញ្ចឹងអ្វីដែលយើងត្រូវតែធ្វើចាំបាច់ហ្នឹងគឺទី1ហ្នឹងធ្វើវិញ្ញាសាចាស់ចាស់អ្នកនរគ្នាតែទៅលើគេចែករំលែកឲ្យធ្វើវិញ្ញាសាចាស់ចាស់វិញ្ញាសាចាស់ចាស់អ្នកនរគ្នាលំហាត់ភាគច្រើននៅក្នុងអាលំហាត់ដែលយើងអាចយកធ្វើមកជាប់បានណាគឺនៅក្នុងវិញ្ញាសាចាស់ចាស់នោះទាំងអស់អាចថាឆ្នាំខ្លះចឹងមានវិញ្ញាសាថ្មីមួយអញ្ចឹងណាអាហ្នឹងគេដាក់ចេញស្តៀងគ្នាទេតែប៉ុន្តែវាមានវិញ្ញាសាខ្លះគេដាក់មកដើម្បីឲ្យសិស្សហ្នឹងយកនិទេស A បានវាអាចជាមានថ្មីមួយអញ្ចឹងតែវាកម្រយល់អត់ហ្នឹងហើយតែច្រើនវិញ្ញាសាមកស្តៀងគ្នាបើសារអ្នកគ្នាអានច្រឡំរបៀបថាដូចគេសួរថាតើដូចយើងសួរអត់ខាចឹងដូចអ្វីទៅជា podcast គឺជាអ្វីពេលខ្លះសំណួរហ្នឹងត្រឡប់ចឹងត្រឡប់ទៅមកតែយើងអត់បានអានឲ្យនេះអត់យល់ទេហ្នឹងហើយសឹងតែប្រហែល80ទៅ 90% ហើយដែលគេយកលំហាត់ឬក៏វិញ្ញាសាចាស់សំណួរអីហ្នឹងពីឆ្នាំមុនមកដាក់មកចឹងគេដាក់តាឧទាហរណ៍មានថ្មីមួយឬក៏2អីចឹងទៅដែលគេដាក់សម្រាប់ឲ្យសិស្សបកែគេយកនិទេស A ចឹងហើយចោះវិញតែឯងមាន tip អីសម្រាប់2ខែនេះត្រូវរៀនវិញ្ញាសាឬក៏មេរៀនអីសម្រាប់ខ្ញុំយើងធ្វើវិញ្ញាសាដែលលោកគ្រូដែលយើងរៀនគួរហ្នឹងក៏បានចែកឲ្យយើងដោយសារគាត់មានបទពិសោធន៍យូរឆ្នាំនៅក្នុងការបរៀននៅក្នុងការប្រឡងឬក៏គាត់ធ្លាប់កែវិញ្ញាសាកែអីអញ្ចឹងគាត់ស្មានដឹងច្រើនមែនទែនតាក់ទងមួយការប្រឡងហ្នឹងគាត់អាចនឹងដឹងថាអាចនឹងចេញវិញ្ញាសាណាខ្លះគេទៅបើតាមបទពិសោធន៍ខ្ញុំភាគរយដែលគាត់ស្មានត្រូវគឺច្រើនមែនទែនដូចគណិតដូចខ្មែរអញ្ចឹងគឺគាត់ស្មានអត់ងាយខុសឯអ្នកគ្នាដោយសារតែគាត់ប្រឡូកក្នុងអាវិស័យហ្នឹងយូរគាត់ជាគ្រូអញ្ចឹងគាត់ដឹងហ្នឹងហើយអ្នកនរគ្នាពេលរៀនគួរគឺសំខាន់មែនទែនពួកអីគាត់តែងតែប្រហើបបន្តិចគាត់ស្មានអានេះឲ្យយើងបន្តិចស្មាននោះឲ្យតិចចេះតែគាត់ណូតចំណាំទៅណាយើងជឿក៏វាមិនជាខាត់បងដែរខ្ញុំជឿតាមគ្រូណៃលំហាត់ដែលខ្ញុំធ្វើបាទខ្ញុំបាននិទេស B ហ្នឹងគាត់តែងតែអូអានេះសង្ស័យអីចឹងទៅគាត់ម៉ាក់ចេញមកត្រូវហើយភាគច្រើនគឺត្រូវដូចគណិតអីគេចេញអីគេអេលីparabol Eli parabol អាហ្នឹងសបាយហ្មងឲ្យតែ
នាំគ្នាទីអញ្ចឹងគេទីពេញ Facebook អារឿង A-lip parable ស្អីហ្នឹងហើយចេះតាមដានគេទៅហ្នឹងឃើញឆ្នាំខ្លះចេញ A-lip ឆ្នាំខ្លះចេញ parable អីចឹងគេចេញចន្លោះគ្នាមួយឆ្នាំអញ្ចឹងហើយយាយមាន tip អីផ្សេងហ្នឹងទៀត tip ខ្ញុំដែលសំខាន់មួយដែលខ្ញុំផ្លេចអត់បានហើយធ្វើឲ្យខ្ញុំបាននីតិ B ហ្នឹងណាខ្ញុំរៀនធ្វើលំហាត់ពីសភៅពុំទាំងអស់លំសំណួរទាំងលំហាត់គឺខ្ញុំរៀនធ្វើទាំងអស់ហើយខ្ញុំចាំបានថាខ្ញុំមានមោទនភាពខ្លួនឯងមែនទែនពេលហ្នឹងណាលំហាត់មួយហ្នឹងនៅក្នុងសភៅពុំខ្ញុំចាំបានច្បាស់មែនទែនហើយពេលហ្នឹងគឺខ្ញុំបាននីតិ B នៅលើនីតិ A នៅលើរូបវិទ្យាហ្នឹងក៏ដោយសារតលំហាត់មួយហ្នឹងដែរពេលដែលខ្ញុំប្រឡងហ្នឹងណាម៉ោងរូបវិទ្យាគឺខ្ញុំធ្វើលឿនមែនទែនលំហាត់ទាំងអស់គឺខ្ញុំចេះទាំងអស់ហើយពេលដែលខ្ញុំធ្វើហើយគេងាកមកមើលមុខខ្ញុំទៀតព្រោះពេលហ្នឹងគ្រូដើមមកសួរដោយសារអីដោយសារតលំហាត់ហ្នឹងគឺខ្ញុំបានរៀនធ្វើខ្ញុំធ្លាប់រៀនធ្វើនៅក្នុងសភៅពុំអញ្ចឹងអ្នកនរគ្នាអត់អាចរំលងបានទេអាការធ្វើលំហាត់ហ្នឹងហើយនឹងឆ្លើយសំណួរអីនៅក្នុងសភៅពុំបញ្ចប់មេរៀនទាំងអស់ហ្នឹងតាមចម្ពោះមានតាមមេរៀនហ្នឹងប្រមូលមកធ្វើអស់ហើយទៅមុនប្រឡងបើអ្នកនរគ្នាអត់បានធ្វើទេប្រយ័ត្នស្ដាយក្រោយអ្នកខ្លះគឺស្ដាយក្រោយមែនទែនដោយសារអីគាត់អត់បានមើលអារំហាត់នៅក្នុងសភៅពុំហ្នឹងទេគាត់បដោតសំខាន់តែលើវិញ្ញាសាដែលគ្រូគាត់ចែកឲ្យហើយនឹងវិញ្ញាសាចាស់ហើយគាត់រំលងសភៅពុំហ្នឹងខ្ញុំបានអាសភៅពុំហ្នឹងឯងបើខ្ញុំអាចបាននីតិ A រូបវិទ្យាហើយចំណុចទី2ដែលខ្ញុំចង់បដោតសំខាន់គឺការកែទម្លាប់មុនពេលប្រឡងបាក់ឌុបហ្នឹងកែទម្លាប់អាក្រក់ចោលខ្ញុំthinkមានអីជា tip អាកែទម្លាប់ហ្នឹងអត់កែទម្លាប់អីខ្លះដែលយើងគូកែវាចេញកុំឲ្យប៉ះពាល់នៅពេលដែលយើងប្រឡងទី12ចិត្តប្រឡងទី12ហ្នឹងជាពេលមួយដែលយើងគួរតែរក្សាសុខភាពយើងឲ្យល្អយើងអត់គួរថាគេទៅរឿងគេងយើងព្យាយាមចូលគេងពីប្រឡប់ហើយយើងងើបពីព្រឹកដើម្បីហាត់ប្រាណមើលមេរៀនពីព្រឹកអីចឹងទៅដោយសារពេលព្រឹកខួរក្បាលយើងវា fresh វាអត់សូវមានអីញ៉ៃអញ្ចឹងដល់ពេលយើងហ្នឹងហើយដល់ពេលយើងងើបមកយើងឆ្លាស់ខួរក្បាលល្អយើងអាចទិញមេរៀនឆាប់ចាំហើយយើងហាត់ប្រាណញ៉ាំអាហារពេលព្រឹកព្រោះអ្នកនរគ្នាភាគច្រើន skip អាហារពេលព្រឹកហ្មងជឿអ្នកដែលមិនថាអ្នកនរគ្នារៀនទី12ឬក៏អ្នកសកលអីក៏ដោយឥឡូវភាគច្រើនគឺ skip ពេលព្រឹកហ្មងអត់សូវញ៉ាំអីពេលព្រឹកទេអ្នកនរគ្នាពេលដែលយើងព្យាយាមរៀនញ៉ាំអាហារពេលព្រឹកពេលប្រឡងទី12ដឹងហើយយើងត្រូវការបញ្ចេញអាការចងចាំរបស់យើងអាគំនិតរបស់យើងចឹងបើអ្នកនរគ្នាអត់មានអីនៅក្នុងពោះអីទេយើងគាត់អត់ចេញទេយើងខួរក្បាលវាអត់បានជំរុញឲ្យអាពេលយើងអត់បានញ៉ាំអីមានកម្លាំងគាត់អត់ចេញគាត់អត់ចេញវាអត់មានកម្លាំងអ្នកនរគ្នាត្រូវព្យាយាមរៀនញ៉ាំអាហារពេលព្រឹកចាប់ពីឥឡូវហ្នឹងឲ្យហើយទៅព្រោះយើងត្រូវការកម្លាំងយកទៅប្រឡងអ្វីដែលយើងត្រូវបដោតជាងគេនឹងអញ្ចឹងបន្ទាប់ពីហាត់ប្រាណក្រោយពីព្រឹកអ្វីដែលខ្ញុំចង់ថែមហ្នឹងគឺរៀនសមាធិអ្នកខ្លះអាចតែលើពាក្យសមាធិទៅសើចថាមានតែចាស់ដែលគេធ្វើមែនអត់ក៏ពិតមែនទេគាត់លើសមាធិថាចូលនិព្វានមែនទេការសមាធិហ្នឹងល្អមែនទេសម្រាប់ក្មេងៗតាំងពីចេះធ្វើតាំងពីក្មេងៗនេះទៅគឺល្អមែនទែនជួយឲ្យយើងផ្ដោតអារម្មណ៍បានល្អពេលប្រឡងហើយអត់ឲ្យយើងភ័យបើអ្នកទាំងអស់គ្នាធ្វើឲ្យចិត្តយើងស្ងប់អីចឹងទៅយើងអត់ភ័យទេនឹងការសមាធិគឺសំខាន់មែនទែនពេលទៅប្រឡងនឹងរៀនសមាធិចាប់ពីឥឡូវហ្នឹងហើយពេលដែលយើងចេះសមាធិធ្វើអារម្មណ៍យើងវាស្ងប់ល្អយើងគិតងាយចេញហើយធ្វើអត់ឲ្យយើងកុំឲ្យយើងភ័យអ្នកខ្លះអាចភ័យរហូតដល់ស្លាប់ដែរឃើញនៅក្នុង Facebook ក៏សេះច្បងដែលគាត់ប្រឡងមុនអ្នកខ្លះភ័យដល់ស្លាប់អ្នកខ្លះភ័យដល់ចូលឡានពេទ្យធ្វើវិញ្ញាសាអីនៅឡានពេទ្យអីទៀតហ្នឹងដោយសារតែគាត់អត់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងអញ្ចឹងការធ្វើសមាធិហ្នឹងគឺសំខាន់មែនទែនអាការយើងរៀនចេះវិញ្ញាសាហ្នឹងវាមួយហើយប៉ុន្តែអាការគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តយើងហើយនឹងអាហារសុខភាពអីហ្នឹងក៏ជាគន្លឹះសំខាន់មួយដែរចំណុចទី3ដែលសំខាន់បំផុតហ្នឹងការគិត mindset របស់យើងយកខួរក្បាលយើងបែបម៉េចទៅប្រឡងហ្នឹងធីងគិតមិនដែរពេលទៅប្រឡងមានអាការគិតអាគំនិតរបស់យើង mindset មិនទៅប្រឡងដែលបានជាប់នេះហើយរៀនតាមមួយខែមុនប្រឡងទៀតអ្នកអរគ្នាបានដេអ្នកខ្លះមួយខែមុនប្រឡងហ្នឹងគេបោះបង់ចោលហើយយល់អត់ខ្ញុំដំបូងខ្ញុំគិតថាបោះបង់ចោលតែយើងធម្មតាយើងកូវីដបិទសាលាអញ្ចឹងទៅនៅនោះអត់សូវបានរៀនហើយយើងអត់ចេះហើយរបៀបយើងខ្សោយស
mà tay sẽ đây mình đang chập bị na tên na thì phần tay nhom mơ video mùi cái inspire dương rồi chẳng em muốn về lòng chẳng miền podcast miền ấy chẳng cái vậy lực thực chất đôi nhom bông thành vậy tới nào kia chẳng hay đập về hai tới mạng nhom cột đặc biệt cột đo cái sự khâm môi dương á cột ha cột chú chuyện lời dương cột cột ha dương ai thưa bàn bộ ai dương chỉ sao một cái tăng bị mình chẳng tới dương mi à mindset mày căn chọn mày từ vào lòng này đời xa dương cột ha miền mà nữ để sừng khâm lời dương rồi vâng lời dương chẳng dương ai ơi mình nè nắng khỏi chết đời xa dương mà thì vậy miền mà nữ để vâng lời dương chẳng bữa sinh chỉ dương thua bán dương thua cột khỏi chết chẳng dương dương ở trong ơi cất ở sập bài cho thì chẳng dương không prăng mà khai trong coi nó cứ nhưng mà tên nào từng nhóm nơi tập tập thì xưa tập bọn nhóm nơi tập pin nhóm cứ nhưng mà tranh tên nào từng cái vì tại nhám bài thì tranh tên bài nhám thấy nơi riêng ngông nơi riêng thưa lùm hạt vậy rồi ngày tại thì cho cọ lò đã để đọc thì và nó tập là thôi cho cái dân thơ ca relax dân thơ ca fresh class thôi đôi con men bậc can cũng được nâng môi men bàn tay cũng thưa chờ cái anh stress về chạy để đọc thì thì bờ và hai chuyện nơi cái làm sinh stress tại bờ nhóm về nâng nơi bờ tim bên cháy á nơi chích nông bạc nó khai tao hai bờ tóc nắng bờ tóc chua để nhóm nơi nắng bay tròn hay nhóm nơi tròn lơ một thấy vì miền về rằng đa trên một còi hay một còi nắng miền tây sập hiệp pressure hay miền phnom miền ấy á bắt đấy stress mà nó mới chỉ than khó khăn bỏ nơi ti krong ấy nơi tập không một tập ngõ bay stress và stress khăn nơi bài tập lo ấy stress môn bà chỉ có môn bà cho tranh mới rồi cho giờ anh Vinh phơi mệt ở miền ca kịch mệt mindset mệt bàn dừng anh bàn thì bấy nhôm mà nhôm ca nâng ở vậy để nhôm cất á nhôm cất đôi sẽ đi nâng thì ngày miền nẹt rồng pâng kêu cò rồng pâng mẹ cò rồng pâng nẹt tết tầng on nẹt nơi trung vinh mất phải ấy đó rồng pâng bàn tay ở vậy để nhôm cất chính cái hay nhôm bậc can shop ca cất mindset bao nhôm tơ bờ nữa á nhôm can shop tha nhôm ở ban chui ấy mẹ tệ chân ca cất bao nhôm tăng pi tờ bốn tăng pi nấu không men rồi hôm đó bờ thì đập pi nấng cứ nhôm trơ tại thua bàn nhôm ai thua bàn nhôm ai vô nè tết là oi nè tết nhôm ban oi khuôn ai bàn hay pe để dương sầm mày tham pe để dương ban nè tết nấng dương mi ròm mệt dương lọ dương sầm bài chất bẹp mệt á dương cùng đã sầm piệt khuôn anh cùng bật tốt và áp khuôn anh tụi bây chỉ là tập hơi tranh mạo bẹp mệt rồi còn mệt ở đó miền tây dương tết đã chỉ niệm lực thực chất oi khuôn anh chẳng nhôm bạc can shop mũi tha nhôm trời là thua việc bàn việc miền rừng ấy thủng đô mấy còn đặt phải lòng phần nâng chẳng thì đây sòng khăn để bộ nhôm share ní nên ở cái sạp hai ai vô từ sạ thua bàn ấy bộ nhôm thua máu việc ban là tập hơi bật tẩy ở nhà ở kia khơi nhảy ở vậy đây sòng khăn để dương trời thua sầm rạp pi khai nâng dương thời riêng mình xa cha riêng mình xa đây lục khủ chạy ơi riêng pi sập hờ bùm anh nâng ở vậy để dương thời riêng hay tí pi dương thờ miên thờ cai tầm lọp bạn mày cào bị prất nhà mà ha đó hạt pran hay tiềnสมาธิอันนั้นสำคัญนะเนี่ยเอาkey point คือสำคัญเหมือนแต่สมาธิหนึ่งจงขอการเกิดบ่อยเยอะเธอมีการเกิดแบบวิจารณ์ก็ถักครุนไอ้เธอบ้านให้กลมจดจังดังได้เอาตอนบ้านเธอวันนี้คลาตอนบ้านปลองพ้องชอบเรียนมันบัดได้จังจดจังมันไหนสอบมันแค่จังtừบัดเลยบนเนี่ยเอาคลีเอาจดจังเนี่ยเอาจดจังมันเธอเนี่ยเอาคลีไอ้เธอบ้านโดยกว่าจังมาแค่มันปลองอ่ะให้เนี่ยคลาได้คืนของมันคลองติ๊กตอกปุ๋ยยมไอ้จังเมียมาตัดมันปลองติดบนใต้กุมโยกุมรูตามสับวิดีโอนี้ให้ติ๊กแต่ทำมาตัดจำเธออ่ะเมียนี่สับให้ตัดเธอเลยโอเคโดยยมจะจังมาเหยียบไปนี่เนี่ยต่อเนี่ยเธอเรียนในจวบเรียนมันท่าเรียนกุ้มท่าเรียนรวดแต่ให้พี่เยี่ยมสดับกรุงใจบานจรานพี่เยี่ยมกัดโน้ตกัดเป็นสันใดกัดเป็นสันใดพี่เยี่ยมกัดโน้ตให้พี่เยี่ยมสดับให้จีบเซ่เนี่ยต่อเนี่ยเธอยุจตดาไปเรียนกูไอ้นั่นพี่เยี่ยมยุจตดาเหมือนเต็มกลมเล็กหรอผู้ไอ้ขู่ไอ้นึง
គាត់មេវិញ្ញាសាអីទៅអាចនឹងត្រូវហ៎ ហ្នឹងហើយព្រោះមិនដោយសារមិនខ្ញុំបុករៀនមួយខែមែនប៉ុន្តែខ្ញុំអត់ដែលខានរៀនរត់ហើយខានរៀនគួរទេអញ្ចឹងខ្ញុំស្ដាប់យោបល់គ្រូបានច្រើនអញ្ចឹងបានខ្ញុំអាចមានឱកាសជាប់ច្រើន ស្រាប់2ខែមុនពេលប្រឡងបាក់ឌុបនេះគឺពួកខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកុំបោះបង់ព្យាយាមធ្វើអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានហើយយក tip ពួកខ្ញុំនឹងទៅប្រើប្រាស់បានពួកបានផលមែន ហើយចុងក្រោយទៀតម៉ាក់ដែលបានមើលវីដេអូនេះគាត់មានកូនកំពុងតែចិត្តប្រឡងអីសូមលើកទឹកចិត្តគាត់ព្រោះឯពេលនេះជាពេលដែលគាត់ត្រូវការកម្លាំងចិត្ត អញ្ចឹងម៉ាក់ប៉ាដែលឪពុកម្ដាយដែលបានមើលវីដេអូ podcast នេះសូមលើកទឹកចិត្តដល់កូនបន្តិចផងព្រោះម្លងពេលនេះគឺកូនដែលប្រឡងទី12នេះគឺចង់បានកម្លាំងចិត្តពីអ្នកដែលខ្លួនស្រឡាញ់ខ្លាំងមែនទែនអញ្ចឹងម៉ាក់កុំគិតថាវាអត់សំខាន់ណាគឺវាសំខាន់ដល់កូនខ្លាំងមែនទែនគាត់តែស្ដាប់ការលើកទឹកចិត្តគាត់តែមួយម៉ាត់ណាពួកគាត់អាចទៅធ្វើបានហើយ សំខាន់កម្លាំងចិត្តដែលធ្វើឲ្យគាត់ move មកទៅធ្វើអញ្ចឹងអ្នកនរគ្នាបានឃើញវីដេអូនេះហើយអ្នកដែលមានមិត្តភក្តិកំពុងតែ stress រឿងបាក់ឌុបអីចឹងហាក់ដឹងតែធ្វើមិនអីចឹងអាច share ចែករំលែកវីដេអូនេះទៅមិត្តភក្តិអ្នកនរគ្នាបានគេលោកអាចជួយគាត់ព្រោះ tip នេះគឺបានផលពិតមែនអត់ បាទអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយ subscribe channel ពួកខ្ញុំម្នាក់មួយផងហើយកុំភ្លេច follow ហើយ share វីដេអូនេះឲ្យមិត្តភក្តិអ្នកនរគ្នាបានមើលផង អញ្ចឹងពួកយើងសំឡេងនិស្សិតបាយបាយអ្នកនរគ្នាជួបគ្នា podcast ក្រោយឬក៏ episode ក្រោយ